Ok ថ្ងៃនេះយើងបន្តមេរៀន noun patterns noun pattern 1B 1B គឺ from adjective noun plus full infinitive នាមដែលคล้ายចេញមកពីគុណនាមបូកជាមួយនឹង full infinitive ជាការរំលឹក full infinitive គឺជាកិរិយាសព្ទដែលដាក់ to នៅពីមុខគេហៅថា to infinitive ឬក៏ full infinitive ឧទាហរណ៍ to do to pay to say នៅពេលកិរិយាសព្ទនេះមានកម្មបត្តិឬក៏អ្នកពង្រីកន័យតទៅទៀតមក clear ដែលពាក់ព័ន្ធគ្នានេះគេហៅថា full infinitive phrase ជាក្រុមពាក្យជា clear ដែលនាំមកទៅដោយ full infinitive to do the work ជា full infinitive phrase to pay ជា full infinitive to pay off her debt ជា full infinitive phrase to say no ជា full infinitive phrase គេរីឯនាមដែលคล้ายចេញមកពីគុណនាមមានដូចជា ability គុណនាមរបស់វាគឺ able ability សមត្ថភាពគុណនាមគឺ able ដែលមានសមត្ថភាព willingness ឆន្ទៈឆន្ទៈរីឯគុណនាមគឺ willing ដែលមានឆន្ទៈ freedom សេរីភាពរីឯគុណនាមគឺ free ដែលមានសេរីភាពឥឡូវយើងស្វែងយល់ពីអត្ថន័យរបស់វា in this pattern the noun may be one that had a corresponding adjective used with a full infinitive ក្នុងទម្រង់នេះនាមអាចជានាមដែលមានលក្ខណៈស្រដៀងគ្នានឹងគុណនាមដែលត្រូវបានប្រើប្រាស់ជាមួយនឹង full infinitive មានន័យថាពាក្យជាគុណនាមបូកជាមួយនឹង full infinitive នៅពេលប្រើវាជានាមក៏អាចបូកជាមួយ full infinitive បានដែរឧទាហរណ៍ ability he has the ability to do the work គាត់មានសមត្ថភាពធ្វើកិច្ចការងារនឹងនៅពេលយើងប្រើជាគុណនាមគឺយើងប្រើ able he is able to do the work គាត់មានសមត្ថភាពធ្វើកិច្ចការងារនឹងក៏គាត់អាចធ្វើកិច្ចការងារនឹងយើងប្រើ ability បូកជាមួយ full infinitive phrase នៅពេលយើងប្រើ able ជា adjective ក៏អាចបូកជាមួយនឹង full infinitive phrase ដូចគ្នាឧទាហរណ៍បន្ត do you have the ability to pay តើអ្នកមានសមត្ថភាពបង់ប្រាក់ឬទេយើងប្រើជាគុណនាម are you able to pay តើអ្នកមានសមត្ថភាពបង់ប្រាក់ឬទេ she has no willingness to pay off her debt នាងពុំមានឆន្ទៈបង់ផ្ដាច់បំណុលរបស់នាងទេ pay off her debt បង់ផ្ដាច់បំណុលពេលយើងប្រើជាគុណនាមគឺយើងប្រើ willing she is not willing to pay off her debt នាងគ្មានឆន្ទៈបង់ផ្ដាច់បំណុលរបស់នាងទេ remember you have freedom to say no ចងចាំថាអ្នកមានសេរីភាពនិយាយបដិសេធពេលយើងប្រើជាគុណនាមគឺប្រើពាក្យ free remember you are free to say no ចងចាំថាអ្នកមានសេរីភាពនិយាយបដិសេធក្នុងទម្រង់ 1B នេះគឺស្តៀងគ្នានឹង 1A គ្រាន់តែថា noun នៅទីនេះគឺคล้ายចេញមកពីគុណនាមរីឯ 1A គឺ noun ចេញមកពីកិរិយាសព្ទដែលកិរិយាសព្ទបូកជាមួយ full infinitive ទៅជា noun ក៏អាចបូកជាមួយ full infinitive ដូចគ្នានៅក្នុងចំណុចនេះ noun ចេញមកពីគុណនាមបូកជាមួយ full infinitive ទៅជា noun ក៏អាចបូកជាមួយ full infinitive បានដូចគ្នាអូខេយើងមើលឧទាហរណ៍បន្ត eager ជាគុណនាមចង់ខ្លាំង eagerness ជានាមចំណង់ខ្លាំង reluctant ដែលស្ទាក់ស្ទើរជាគុណនាមទៅជានាម reluctance ភាពស្ទាក់ស្ទើរ determined ដែលតាំងចិត្តធ្វើអ្វីមួយ determination ការតាំងចិត្ត right ជាគុណនាមដែលត្រឹមត្រូវ right កន្លែងនេះជានាមភាពត្រឹមត្រូវជានាមនៃទី2មានន័យថាសិទ្ធិបន្តទៀត anxious ដែលអន្ទះសារទៅជានាម anxiety ភាពអន្ទះសារឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នារវាងការប្រើនាមបូកជាមួយនឹង full infinitive និងគុណនាមបូកជាមួយ full infinitive ឧទាហរណ៍ everyone in the class has eagerness to learn អ្នករាល់គ្នានៅក្នុងថ្នាក់មានចំណង់ខ្លាំងចង់រៀនជាគុណនាម everyone in the class is eager to learn អ្នករាល់គ្នានៅក្នុងថ្នាក់ចង់រៀនខ្លាំងណាស់ she had a reluctance to share information នាងមានភាពស្ទាក់ស្ទើរចែករំលែកព័ត៌មានយើងប្រើជាគុណនាម she was reluctant
to share information នាងស្ទាក់ស្ទើរចែករំលែកព័ត៌មាន He expressed his determination to rebuild the economy គាត់បានបង្ហាញការតាំងចិត្តរបស់គាត់កសាងសេដ្ឋកិច្ចឡើងវិញយើងប្រើជាគុណនាមវិញ He expressed he was determined to rebuild the economy គាត់បានបង្ហាញថាគាត់បានតាំងចិត្តកសាងសេដ្ឋកិច្ចឡើងវិញឧទាហរណ៍បន្ត You did right to criticize him អ្នកបានធ្វើត្រូវហើយរិះគន់គាត់ជាគុណនាមយើងប្រើជាមួយគេស័ព្ទ to be You were right to criticize him អ្នកត្រឹមត្រូវហើយរិះគន់គាត់ He told about her anxiety to finish school and get a job គាត់បានប្រាប់អំពីភាពអន្ទះសាររបស់នាងឈប់រៀនហើយស្វែងរកការងារយើងប្រើជាគុណនាម anxious យើងប្រើជាមួយគេស័ព្ទ to be He told that she was anxious to finish school and get a job គាត់បានប្រាប់ថានាងអន្ទះសារឈប់រៀនហើយរកការងារធ្វើ